រីត្រីចងចាំលើកទី6បង្វេរពីកម្មវិធីសបាយៗមកជីមូលធិវត្តពធគាំទ្រដល់វរៈកងទ័ពនិងជួនពិសេសសម្រាប់កម្មវិធីរីត្រីចងចាំលើកទី6នៅក្នុងឆ្នាំនេះមិនបានរៀបចំកម្មវិធីសបាយៗដូចជារាល់ឆ្នាំនោះទេផ្ទុយទៅវិញកម្មវិធីបែបជាបង្វេរទៅជាកម្មវិធីមូលធិវត្តពធគាំទ្រដល់វរៈកងទ័ពនិងជួនពិសេសទៅវិញសម្រាប់សិល្បករសិល្បករនីដែលបានចូលរួមនាកម្មវិធីរីត្រីចងចាំលើកទី6កាលពីថ្ងៃទី15ខែធ្នូនៅសាលាមធ្យមវិចិត្រសិល្បៈឡងមកនេះម្នាក់បានអំពាវនាវដល់សប្បុរសជនចូលរួមជួយដល់កងទ័ពនិងជនពិសេសតាមលទ្ធភាពមិនថាថវិកាស្បៀងនិងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីជួយដល់កងទ័ពព្រមទាំងជនពិសេសដោយដែលបានដឹងស្រាប់ហើយថានាពេលនេះចំនួនជនពិសេសដែលបានកើនឡើងច្រើនជារៀងរាល់ថ្ងៃក្រោយរត់គេចពីការវាយប្រហាររបស់កងទ័ពស៊ីមនៅក្នុងឱកាសបើកម្មវិធីរាត្រីចងចាំនោះផងដែរលោកជំទាវបណ្ឌិតសភីឆាភឿនសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាចំពោះមុខសន្តិភាពដ៏លំបាកនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរួបរวมកម្លាំងសាមគ្គីជាកម្លាំងតែមួយនិងបន្តគាំទ្រជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អតីតនឹងទទួលរងការចុះនរក32ជាន់រហូតដល់ពេលអស់ព្រះច័ន្ទនិងព្រះអាទិត្យយើងសង្ឃឹមថាបណ្ដាសាទាំងអស់នោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនៅប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើងនេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងចារតកូនតចៅមូលធិវត្តពធគាំទ្រដល់វរៈកងទ័ពនិងជនពិសេសនៅតែបន្តទទួលជំនួយពីបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជារៀងរាល់ថ្ងៃដែលមានទីតាំងនៅក្នុងសាលាមធ្យមវិចិត្រសិល្បៈមិនថាជាថវិកាស្បៀងនិងសម្ភារៈប្រើប្រាស់ផ្សេងៗ